សួស្តីបងប្អូនអញ្ចឹងថ្ងៃហ្នឹងយើងមកបន្តមេរៀនទី10ណា How to code subquery ឬយើងអាចនិយាយថារបៀបសរសេរ code subquery ស្អីទៅជា subquery ណាយើងនឹង go through មេរៀនរបស់យើងជា briefly subquery ជា query នៅក្នុង query មួយទៀតណាអញ្ចឹងquery ដែលមាននៅក្នុង query មួយទៀតយើងហៅថា subquery ណាសម្រាប់មេរៀននេះតើតើនឹងគោលបំណងគឺឲ្យយើងចេះ apply ហើយនឹងមាន knowledge ណាចំណេះដឹងណាតើតើនឹង apply ឲ្យយើងចេះទៅ say code select statement ដែលប្រើ subquery ហើយយើងចេះទៅ say code select statement នឹងដែរដោយប្រើប្រាស់CTE ណា Common Table Expression យើងនឹងនិយាយហ្នឹងនៅផ្នែកទី2នៃមេរៀនណាអាហ្នឹងគឺគេប្រើភាគច្រើនពេលដែលយើងមាន complex query អញ្ចឹងទៅយើងអាចបង្កើត CTE ដែលតាំងឲ្យ sub query ណាសម្រាប់ knowledge វិញគឺឲ្យយើងចេះពណ៌នាឬក៏ describe ថាតើ sub query ហ្នឹងត្រូវបានគេប្រើដោយម្ដេចជាមួយនឹង where ណាឬក៏នៅក្នុង where having ឬក៏នៅកន្លែង from ឬក៏នៅកន្លែង select clause ណាមានថាយើងអាចប្រើ sub query នៅកន្លែងផ្សេងគ្នាទី2គឺអាចពណ៌នាអំពីភាពផ្សេងគ្នាអំពី correlated sub query និង non correlated sub query ណាយើងនឹងនិយាយលម្អិតនៅក្នុងមេរៀនហើយមួយទៀតគឺយើង describe the use of common table expression ណាអាហ្នឹងនៅផ្នែកទី2នៃមេរៀនរបស់យើង Okay so we get start អញ្ចឹងសម្រាប់ sub query ដែលយើងនិយាយថា query នៅក្នុង query យើងអាចសរសេរនៅកន្លែង4កន្លែងផ្សេងគ្នានៅក្នុងsyntax នៃ select statement ណាអញ្ចឹងយើងអាចសរសេរនៅកន្លែង where ណា where clause អញ្ចឹងធម្មតា where clause គឺយើងប្រើសម្រាប់ដាក់លក្ខខណ្ឌទៅលើ column ណាទៅលើ column ហើយយើងដាក់យើងអាចសរសេរ sub query នៅ having clause គឺយើងសរសេរសម្រាប់ដាក់លក្ខខណ្ឌដោយប្រើប្រាស់ aggregate function ណាដែលយើងបានរៀននៅមេរៀនទីមុនណាយើងអាចសរសេរ sub query នៅ from ណាធម្មតា syntax select របស់យើងគឺ select column ឬក៏ select field name ហើយ from ណា from table អញ្ចឹងយើងអាចសរសេរ sub query នៅកន្លែង from ណាឬមកក៏យើងសរសេរ sub query នៅកន្លែង select តែម្ដងណាអញ្ចឹងយើងនឹង go through ការប្រើប្រាស់ sub query នៅ4ចំណុចហ្នឹងណាអញ្ចឹងទី1ណាយើងសរសេរ sub query នៅកន្លែង where ណាកន្លែង where អញ្ចឹងយើងមើល query មួយនេះquery នេះគឺយើងមាន main query ឬក៏ query ធំរបស់យើងគឺតាម select statement នេះមកណារហូតដល់ចប់នៅកន្លែង order by ក៏ប៉ុន្តែយើងមើលកន្លែងលក្ខខណ្ឌនេះគឺយើងបានសរសេរលក្ខខណ្ឌដើម្បីយក invoice total ហ្នឹងធំជាងលក្ខខណ្ឌនៅខាងក្នុងវងកញ្ចក់ដែលយើង highlight នេះណាអញ្ចឹងយើងត្រូវដឹងថាតើនៅក្នុងវងកញ្ចក់ហ្នឹងយើងសរសេរមកចេញលទ្ធផលអីគេណាចឹងនៅក្នុងវងកញ្ចក់ហ្នឹងកន្លែងយើង highlight ពណ៌លឿងហ្នឹងគឺយើងសរសេរដើម្បីគណនា average នៃ invoice total អញ្ចឹងមានថាបើសិនជាយើងគណនាតានៅក្នុងហ្នឹងគឺយើងនឹងចេញលទ្ធផល 1879.74 1316 ណាចានេះគឺលទ្ធផលនៅក្នុង sub query ហ្នឹងណា sub query ហ្នឹងគឺចេញលទ្ធផលមកបានប៉ុណ្ណឹងអញ្ចឹងយើងអាចយកតម្លៃហ្នឹងទៅជំនួសនៅកន្លែង sub query ហ្នឹងធ្វើឲ្យ statement ទាំងមូលវាคล้ายទៅជា select invoice number invoice date invoice total from invoice where invoice total ធំជាងយើងអាចជំនួសកន្លែងហ្នឹងទៅ1879.14
879ណាខ្ញុំអត់សរសេរទាំងអស់ទេចុច74 13 16អូខេណាអញ្ចឹងនៅក្នុង case របស់យើងនេះគឺវាមានភាព flexible ហេតុតែបើយើងប្រើ sub query កន្លែងហ្នឹងគឺបើសិនជាយើង input new data ឬក៏យើងកែ data ដែលមានស្រាប់ហ្នឹងនៃ invoice total អញ្ចឹងធ្វើឲ្យការគណនានៃ average invoice ហ្នឹងក៏វាប្រែប្រួលដែរអញ្ចឹងធ្វើឲ្យកន្លែងលក្ខខណ្ឌរបស់យើងហ្នឹងគឺវាអត់ static រហូតទេគឺវានឹងdynamic វានឹងប្រែប្រួលទៅតាម invoice total ដែលគេ input ចូលណាអញ្ចឹងពេលដែលគេ input invoice total ឬក៏គេកែaverage ហ្នឹងវានឹងគណនាឡើងវិញហើយធ្វើឲ្យលក្ខខណ្ឌរបស់យើងប្រែប្រួលទៅតាមនឹងដែរណាចឹងហ្នឹងគឺជាភាព flexible នៃការប្រើប្រាស់ sub query នៅកន្លែងហ្នឹងបើសិនយើងអត់ប្រើ sub query ទេយើងត្រូវប្រើតម្លៃថេចឹងទេនៅពេលដែលយើង input data ថ្មីធ្វើឲ្យតម្លៃហ្នឹងវានៅថេរហូតអញ្ចឹងវាអត់ flexible ណាអូខេយើងមើល case មួយទៀតអានេះគឺជា query ដែលយើងប្រើ inner join ណា inner join query មួយនេះគឺយើងអត់តន់និយាយពីការប្រើប្រាស់ sub query ទេquery នេះគឺយើង select data ចេញពី table 2គឺ table invoice និង table vendor ហើយពីរហ្នឹងយើង join គ្នាតាមរយៈ vendor ID អញ្ចឹង data ហ្នឹងគឺតតែមាន vendor ID ដូចគ្នាទៅវាចេញមកណាអញ្ចឹងជាធម្មតា record ទាំងអស់បើយើង select ទៅគឺចេញ114ណាដោយសារ invoice យើងមាន114ណាយើងអាចតេស្តសាកមើលនៅក្នុង query របស់យើងឧទាហរណ៍ខ្ញុំ select ទាំងអស់ហ្នឹងយកមកនេះនៅក្នុង MySQL workbench របស់ខ្ញុំណាអញ្ចឹងបើសិនជាយើង select data ទាំងអស់ហ្នឹងយើងនឹងបាន record ទាំងអស់គឺលទ្ធផលខាងក្រោមគឺ114ណា114 record អញ្ចឹងបើសិនជាយើងដាក់លក្ខខណ្ឌនេះគឺយើងយកតែរដ្ឋ CA ទេ California មកទេអញ្ចឹងយើងនឹងបានលទ្ធផល40រ៉ូណា40រ៉ូនេះគឺធម្មតាទេយើងសរសេរ inner join ធម្មតាហើយយើងប្រើ condition ដែល vendor state ហ្នឹងស្មើនឹង CA យើងអាចសរសេរវិធីមួយទៀតដោយប្រើប្រាស់ sub query នេះគឺជា statement ដែលយើងប្រើ sub query គឺយើង select from តែ invoice ទេនៅក្នុង statement របស់យើងអត់ select ចេញពី table ទាំងពីរទេដោយប្រើ inner join ដូចមុនទេក៏ប៉ុន្តែកន្លែង vendor ID នេះគឺយើងបានដាក់លក្ខខណ្ឌឲ្យវាស្មើ in ហ្នឹងគឺស្មើប៉ុន្តែស្មើជាមួយ multiple value យើងប្រើ in ណាអញ្ចឹងកន្លែងនេះគឺជា query ដែលយើង select យកពីក្នុង table vendor អញ្ចឹង table vendor នេះគឺយើងយក vendor ID ដែល vendor state ស្មើនឹង CA អញ្ចឹងយើងត្រូវធ្វើ query នឹងចេញសិនណាអញ្ចឹងឧទាហរណ៍ខ្ញុំចូលទៅក្នុងMySQL workbench ខ្ញុំឧទាហរណ៍ខ្ញុំសរសេរលក្ខខណ្ឌនេះខ្ញុំ select ម្ដងមកខ្ញុំ run ណាអញ្ចឹងយើង select មកគឺបាន75រ៉ូណា75រ៉ូហើយបើក្នុងលក្ខខណ្ឌនេះយើងអាចសរសេរselect បែបនេះ where select from vendor ណា invoice មិនតោះណា invoice where vendor ID in ណាហើយយើង select យកទាំងអស់ណាអញ្ចឹងបើយើងមើលទៅមានន័យថាបើ vendor ទាំងអស់គឺមាន75ក៏ប៉ុន្តែ vendor ដែលបានចេញ invoice គឺមិនប្រកាសថា75ទេព្រោះ vendor ខ្លះអត់ចេញ invoice ណាអញ្ចឹងយើង select ក្នុង case នេះយើង select ទៅគឺ
បាន40ដូចគ្នាណាអញ្ចឹងមានន័យថាstatement មុនហើយ statement នេះគឺដូចគ្នាលទ្ធផលដូចគ្នាយើងអាចសរសេរប្រើ in join ក៏បានយើងអាចសរសេរប្រើ sub query ក៏បានចំណុចខុសគ្នានៅក្នុងនេះគឺ sub query មើលទៅយើង easy to understand ដោយសារយើងដឹងថា query មួយកណាត់ហ្នឹងគឺសរសេរមានន័យថាម៉េចណាបើយើងនិយាយពីអត្ថន័យក៏ប៉ុន្តែវាមានបញ្ហាមួយគឺ performance ណាយើងមើលកន្លែង duration យើងឃើញថាសរសេរតាមរយៈប្រើ relationship ប្រើ relationship ប្រើ join ឬក៏ in join ហ្នឹងគឺលឿនមែនតើណាគឺ 0.000 ណា3ដងណា0 3ដង90 second ប៉ុន្តែនៅពេលយើងប្រើ sub query គឺ 0.0013 ណាមានន័យថាយើងប្រើ sub query យឺតជាងក៏ប៉ុន្តែ sub query ធ្វើឲ្យយើង easy to understand query ជាងណាបើយើងនិយាយពីការ understand គឺប្រើ sub query ធ្វើឲ្យយើង understand query ជាងក៏ប៉ុន្តែ performance គឺអត់ល្អដូចយើងសរសេរប្រើ relationship ទេណាអញ្ចឹងនៅក្នុង database គេហៅ ODBMS ណា Relational Database Management System ការប្រើ join គឺវា optimize ឲ្យ performance database ហ្នឹងគឺដំណើរការលឿនណាអញ្ចឹងទៅជាសង្ខេបមកវិញយើងឃើញថាអត្ថប្រយោជន៍នៃការប្រើប្រាស់ join ហើយនិង sub query គឺផ្សេងគ្នាណាយើងប្រើ join មានន័យថាយើងអាច select column ចេញពី table ដែលយើងបានដាក់នៅកន្លែង from ណាធម្មតាកន្លែង from យើងអាចដាក់ table 1ឬក៏2ឬក៏3ហើយយើង join គ្នាអញ្ចឹងបើសិនជាយើង select ចេញពី table 2ឬក៏ច្រើនជាង2យើងអាច include column ចេញពី table ទាំង2ឬក៏ច្រើនជាង2នឹងបានណាបើយើងប្រើ sub query អត់ទេកន្លែងយើងដាក់ from table យើងដាក់ឈ្មោះថា table មួយទេអញ្ចឹងយើងដាក់ column បានតែ column របស់ table ដែលយើង select ណាហើយមួយទៀតគឺ join ហ្នឹងវាយើងងាយយល់ជាងនៅពេលដែលយើងប្រើជាមួយ existing relationship មានន័យថា database របស់យើងហ្នឹងគឺយើងបានចង relationship ហើយមាន primary key និង foreign key ហើយយើងដឹងថា table ណាមាន relationship ជាមួយនឹង table ណាអញ្ចឹងករណីយើងចង់ select data ពីច្រើន table ឬក៏លក្ខខណ្ឌឆ្លង table យើងគួរតែប្រើ join ព្រោះអី join គឺយើងស្រួលយល់នៅពេលដែលមាន relationship ហើយយើងដឹងថា table ណាមានទំនាក់ទំនងមួយ table ណាហើយចំណុចសំខាន់បំផុតគឺលឿនជាងណាវា faster performance សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់ sub query វិញគឺ sub query យើងអាចធ្វើ aggregate calculation ណាយើងអាច apply aggregate function ដើម្បីគណនា aggregate value ដើម្បីយកវាទៅដាក់លក្ខខណ្ឌនៅក្នុង main query ដូចយើងធ្វើក្នុង query មុនដែលយើងគណនា average invoice total ណាយកទៅធ្វើលក្ខខណ្ឌ select យក invoice total select យក invoice ដែលមាន amount ធំជាង average amount ណាចំណុចទី2គឺយើងប្រើ sub query គឺវាល្អជាងឬក៏ស្រួលយល់ជាងណានៅពេលដែលយើងប្រើជាមួយ ad hoc relationship មានន័យថាក្នុង table របស់យើងហ្នឹងអត់មាន relationship រវាងគ្នានឹងគ្នាទេហើយយើងចង់បាន data ដែលមានលក្ខខណ្ឌឆ្លង table ណាដែលមានលក្ខខណ្ឌឆ្លង table អញ្ចឹងយើងអាចប្រើប្រាស់ sub query យក sub query ដើម្បីធ្វើ query ចេញពី table មួយហើយយកអាហ្នឹងធ្វើជា condition នៅពេលដែលយើង select data នៅក្នុង table មួយទៀតណាអាហ្នឹងគឺយើងហៅថា ad hoc relationship ad hoc relationship មានន័យថាយើងអត់ចង relationship តាមរយៈការ define relationship ពេលយើងបង្កើត table ទេណាមួយទៀតនៃអត្ថប្រយោជន៍របស់ sub query គឺ
វាស្រួលយល់ណាស្រួលឬក៏ងាយស្រួលជាងក្នុងការប្រើប្រាស់ sub query ទៅលើ query ដែលមានប្រវែងវែងឬក៏ query ដែលមានភាពស្មុគស្មាញអាហ្នឹងយើងគួរតែប្រើ sub query ណាព្រោះឯ sub query មួយគឺវាមានអត្ថន័យរបស់វាអញ្ចឹងវាធ្វើឲ្យយើង easy to understand ដើម្បីដឹងថាអូ query ទាំងមូលនិយាយពីអីណាយើងនឹងនិយាយលម្អិតនៅតិចទៀតតទៅនឹង complex query ណាអូខេអញ្ចឹងបន្តមកទៀតឥឡូវយើងនៅកន្លែង where clause នៅឡើយទេប្រើ sub query នៅក្នុង where clause នៅឡើយប៉ុន្តែយើងប្រើជាមួយនឹង in phrase ណា in ហ្នឹងគឺដោយ contain អញ្ចឹងមានន័យថាយើងប្រៀបធៀប condition ដែលមាន value ច្រើនអញ្ចឹងនៅក្នុង sub query នេះសំដៅលើresult នៃ sub query ហ្នឹងមានលទ្ធផលច្រើនមុនហ្នឹងយើងគណនា average នៃ invoice total អញ្ចឹងវា value តែមួយណា scalar value ក្នុង case នេះបើសិនជា sub query នឹង return មកជា list យើងអាចប្រើ in ណាដើម្បីដាក់លក្ខខណ្ឌអញ្ចឹង syntax របស់យើងគឺ where test expression not in ឬក៏ in ណា not ហ្នឹងគឺជា optional ហើយបើសិនជាយើងប្រើ not មានថាបដិសេធមានថាមិនមានណាហ្នឹងហើយបើយើងប្រើ in ទៅមានថាមានណាហ្នឹងអញ្ចឹងយើងមើលឧទាហរណ៍ query ដែលយើងរក vendor ដែលអត់បានចេញ invoice ណាវាដៅ invoice អញ្ចឹងយើងមើល sub query មុនណាឥឡូវនេះគឺជា sub query អញ្ចឹង sub query នេះក្នុងនេះគឺយើង select query យើង select ចេញពីក្នុង table invoice កាលណាយើង select ចេញពី table invoice មានន័យថាdata ហ្នឹងគឺបានចេញ invoice ហើយណាអញ្ចឹងយើងយក vendor ID ចេញពីក្នុង table invoice អញ្ចឹងយើងយកតែ vendor ណាដែលបានចេញ invoice ហើយយើង distinct ណាអញ្ចឹងវាអាចជា list ណាអញ្ចឹងខ្ញុំសាកធ្វើ query ហ្នឹងសាកមើល so យើងអាចធ្វើជា list អញ្ចឹងនេះគឺជា sub query query ហ្នឹងយើង select មកយើងបាន34 row ណា34 row ព្រោះអីយើងយកតា distinct value distinct នៃ vendor ដែលបានចេញ invoice ណាអញ្ចឹង34អញ្ចឹងយើងដាក់លក្ខខណ្ឌទាំងមូលមកណាយើងដាក់លក្ខខណ្ឌទាំងមូលមកអញ្ចឹងករណីនេះគឺយើងយក vendor ទិន្នន័យរបស់ vendor ចេញពីក្នុង table vendor ប៉ុន្តែយើងបានដាក់លក្ខខណ្ឌថា vendor ID is not ឬក៏ not in vendor ID ដែលយើងបាន select ចេញពីក្នុង table invoice ណាអញ្ចឹងអត្ថន័យជារួមយើងយក vendor ដែលអត់បានចេញ invoice ណាអញ្ចឹង select មកគឺចេញ88 row អូខេយើងអាចប្រើអាហ្នឹងដោយប្រើជាន់ណាយើងអាចប្រើជាន់នេះយើងពិបាកមើលជាងមិញណាមិញយើងមើល sub query យើងដឹងអត្ថន័យរបស់វាហើយយើងសរសេរលក្ខខណ្ឌទៅធ្វើឲ្យយើង easy to translate ថាយើងចង់បាន vendor ដែលអត់ចេញ invoice ឥឡូវបើយើងមើល sub query បើយើងមើលការសរសេរបានលទ្ធផលដដែលហ្នឹងដល់យើងប្រើជាន់វិញណារៀងពិបាកមើលណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់ក្នុងនេះណាអញ្ចឹងបើយើងមើលខ្ញុំដកលក្ខខណ្ឌ where សិនអញ្ចឹងយើងយក table vendor មកjoinជាមួយ invoice ណាហើយខ្ញុំអត់តន់យកនេះទេបើមិនយើង join គ្នាមានន័យថាdata ពីរហ្នឹងតតែមាន vendor ID ដូចគ្នាទៅវាចេញតែក្នុង case នេះយើងមិនមែនប្រើ join ទេយើងប្រើ left join មានន័យថាអ្វីដែលមាននៅក្នុង table vendor គឺវានឹងយកទាំងអស់ហើយអ្វីដែលមាននៅក្នុង table invoice វាយកតែក្នុងករណី matching គ្នារវាង vendor ID និង ID ទេណាអញ្ចឹង data ទាំងអស់នេះគឺសុទ្ធតែ table vendor អញ្ចឹងដើម្បីបាន table invoice ខ្លះខ្ញុំថែមI នេះគឺ invoice ហើយ
I ដក vendor ID អញ្ចឹងនេះគឺជា data ដែលយើងយកចេញពី table invoice អញ្ចឹងពេលយើង select ម្ដងទៀតយើងនឹងឃើញថា data ទាំងអស់គឺដឹងតែយកចេញពី table vendor ហើយអ្វីដែលមាននៅក្នុង table invoice ផងមាននៅក្នុង table vendor ផង ID នឹងវា match គ្នា vendor ID វា match គ្នាទៅវាបង្ហាញ value ណាអញ្ចឹងកន្លែងនេះគឺវាបង្ហាញថាករណីវា match record នេះទេអូខេអញ្ចឹងបើសិនយើងចង់បានទិន្នន័យដែល vendor ហ្នឹងអត់បានចេញ invoice គឺមានន័យថាកន្លែង vendor ID នេះគឺវា null ណាអញ្ចឹងយើងអាចថែមលក្ខខណ្ឌ where vendor ID is null អញ្ចឹងមានន័យថាយើងយកតែ vendor ណាដែលអត់ចេញ invoice គឺ88ណាអូខេអញ្ចឹងយើងអាចសរសេរដូចគ្នាអញ្ចឹងយើងអាចប្រើ sub query ក៏បានយើងអាចប្រើ join ក៏បានក្នុង case នេះយើងប្រើ let join ខ្ញុំអាចនៅតែនិយាយថា sub query នៅយឺតជាងណាយើងអាចមើលផ្ទៀងផ្ទាត់ណា sub query នៅយឺតជាងនេះយើងប្រើ sub query គឺrun មក sub query គឺយើងប្រើ Terraria 0.015 02 ដងហើយនេះគឺយើងប្រើleft join គឺ0 3 ដងណាអញ្ចឹងមានន័យថាយើងប្រើ sub query យឺតជាងប្រើ join អូខេអញ្ចឹងយើងបន្តមកទៀតតកតងនឹងការប្រើ where clause that use comparison operator ណាអញ្ចឹងcomparison operator វាមាន sum ណា comparison operator វាមាន sum and any ពីរហ្នឹងដូចគ្នាទេណា sum and any is the same អញ្ចឹងយើងអាចនិយាយថា sum and any ឬក៏ all ណា all យើងអញ្ចឹងយើងមានពីរគឺ sum and any ឬក៏ all operator ណាយើងអាចប្រើ sum and any ហ្នឹង interchange គ្នាបានណាអូខេឥឡូវយើង check មើលa query with a subquery in a where condition ណាអញ្ចឹងនៅនេះយើងមាន subquery ខាងក្នុងនេះណា subquery នេះ subquery នេះយើងគណនា average នៃ balance due ណា invoice total ដក payment total ដក credit total គឺជា balance due ហើយយើងគណនា average នៃ balance due ចេញពីក្នុង table invoice ដែល balance due ធំជាង0ណាលុយជាពាក់នៅធំជាង0អញ្ចឹងយើងគណនាអាហ្នឹងទៅយើងឃើញលទ្ធផលប៉ុណ្ណេះណាគឺ 2900 ណាអញ្ចឹងយើងមើល main query របស់យើងអញ្ចឹង main query របស់យើង select invoice number invoice date invoice total ដក payment total ដក credit total អា3ហ្នឹងដកទៅចេញជា balance due ណាអញ្ចឹងយើង select តែ3 column ទេគឺ invoice number invoice date និង balance due ចេញពីក្នុង table invoice ដែល balance due ធំជាង0ហើយ balance due តូចជាង average នៃ balance due ណាអញ្ចឹងមានន័យថា balance due គឺចន្លោះពី0ទៅaverage នៃ balance due order by invoice total discounting ណាចឹងលទ្ធផលរបស់យើងគឺចេញមកដូចនេះណានេះជាលទ្ធផលចេញមកណាយើងអាចទៀងផ្ទាត់បានគឺ balance due នេះអត់មាន amount ណាធំជាង 2910 ទេណាអញ្ចឹងមាន9រ៉ូ1 2 3 4 5 6 3រ៉ូទៀតគឺនៅអត់បានបង្ហាញណាយើងតើយើង scroll មើលអញ្ចឹងអានេះជាឧទាហរណ៍មួយហើយយើងមើលតទៀតជាមួយនឹង all keyword ណា all keyword មានន័យថាម៉េចណា all ហ្នឹងគឺតលតាអានោះដូចឆ្នប់ឯនណាបើយើងនិយាយទៅ all ហ្នឹងដូចឆ្នប់ឯនsum any ដូចឆ្នប់or ណាកាលណាយើងប្រើ all ប៉ុន្តែមិនដូចគ្នាទាំងស្រុងនឹងស្នប់ឯននិងស្នប់ or ណាឥឡូវយើងមើល explanation ណាx ធំជាង all 1 2ណាមានន័យថា x ធំជាង2ព្រោះអី2វាធំជាង1
បើ x ធំជាង all នៃ1និង2អាខាងក្នុងហ្នឹងគឺវាប្រៀបធៀបយកអាធំហើយ x ហ្នឹងធំជាងអានៅក្នុងវងកញ្ចក់ហ្នឹងទៀតណាបើ x តូចជាង1 all 1 2អញ្ចឹងមានថាអាក្នុងហ្នឹងវាប្រៀបធៀបរកអាតូចដោយសារយើងប្រើតូចជាងហើយ x យើងតូចជាង1ណាតូចជាងអាការប្រៀបធៀបខាងក្នុងហ្នឹងទៀតបើ x ស្មើនឹង all 1 2អញ្ចឹងមានថា x ស្មើនឹង1ផងហើយ x ស្មើនឹង2ណាប្រើឆ្នប់ឯងហើយបើ x ខុសពី all 1និង2មានន័យថា x not in ណា1និង2គឺវាអត់ស្មើទាំងពីរណាវាអត់ស្មើទាំងពីរ not in ណាប្រើលក្ខណៈ not in អាហ្នឹងយើងប្រើ operator all យើងមើល example មួយនេះណា example មួយនេះអញ្ចឹងនៅក្នុង query នេះយើងមើលក្នុង sub query មុន sub query នេះគឺយើង select មកយើងបាន amount គឺ116និង1083ណាយើងបាន2ហ្នឹងហើយណាបាន2ហ្នឹងអញ្ចឹងយើងប្រើធំជាង all ណាធំជាង all នេះធំជាងហើយយើង all ណា all ហើយវងកញ្ចក់ sub query អញ្ចឹងមានន័យថាពីរនេះបើយើងមើលទៅ116និង1083គឺ1083ធំជាងអញ្ចឹងយើងយក invoice total ធំជាង1083អត្ថន័យរបស់វាណាអញ្ចឹងគឺធំជាង1083ធំជាង all ណា all នៅក្នុង list 1083.58អញ្ចឹងណា so query នេះយើងអាចមើល result ព្រៀងផ្ទាល់ទៅគឺ invoice total គឺដឹងថាធំជាង1083ណាមានទាំងអស់25រោall មានន័យថាអញ្ចឹងណាមួយទៀតគឺ any និង sum គឺ the same ទេយើងប្រើ any ក៏បានប្រើ sum ក៏បានដែរ syntax ហ្នឹងអត់ error ទេណាហើយអត្ថន័យរបស់វាគឺបើ x ធំជាង any 1 or 2មានថាវាធំជាង1ណាធំជាង1ក៏ត្រូវដែរណាបើ x តូចជាង any 1 or 2អញ្ចឹង x វាអាចតូចជាង2ក៏ត្រូវដែរណាហើយបើ x ស្មើនឹង any 1 or 2អញ្ចឹង x in ណា in ណាបើ x ខុសអំពី any 1 or 2អញ្ចឹង x វាខុសពី1ឬក៏ x វាខុសពី2ណា x វាខុសពី1ឬក៏ x វាខុសពី2ស្នប់ឬណាអញ្ចឹងយើងមើលឧទាហរណ៍ជាក់ស្ដែងណាឧទាហរណ៍ជាក់ស្ដែងមួយនេះអញ្ចឹងយើងមើលក្នុង sub query ដដែលអញ្ចឹងលទ្ធផលក្នុង sub query នេះគឺយើងបានលទ្ធផលមកគឺ6 25 6ណាអញ្ចឹងកាលណាតូចជាងយើងយកក្នុង list នេះតូចជាងគេណាអញ្ចឹងគឺលេខ 6.00 ណាអញ្ចឹងមានន័យថាសុំទោសមិនយកតូចជាងគេទេច្រឡំមួយស្នប់ all ណាគឺយកអាធំណាគឺ 25.67 ណាដោយសារយើងប្រើ any អញ្ចឹងវាតូចជាង any នៃក្នុង list ហ្នឹងអញ្ចឹងគឺវាតូចជាង 25.67 ណាអញ្ចឹងលទ្ធផលដែលចេញមកគឺឲ្យតែតូចជាង 25.67 គឺវាយកមកទាំងអស់ណាយ៉ាងហ្នឹងយើងប្រើ any អូខេណាអញ្ចឹងឥឡូវយើងមើលបន្តទៅមុខទៀតអញ្ចឹងមិញយើងនិយាយអំពី sub query ដែលយើងប្រើនៅក្នុង where ណាឥឡូវយើងបដូរcontext ម្ដងយើងនិយាយអំពីការប្រើ sub query នៅក្នុង select គឺយើងកន្លែង select នេះណា select អញ្ចឹងកន្លែងនេះគឺយើងមានសរសេរ sub query កន្លែងនេះគឺ sub query យើងមើល sub query នេះមានន័យថាម៉េចគឺយើង select យក maximum invoice date ណាយក invoice ចុងក្រោយfrom table invoice where vendor id ស្មើនឹងvendor .vendor id ណា vendor.vendor id យើងសរសេរចឹងបានតលតែនេះយើងមាន select ឡើងនេះណា select ឡើងនេះហើយ syntax ណា
chẳng dương ai sẽ chẳng bàn nè lại nó hiện advantage này dương nè dương ai sẽ chẳng bán to tài dương miền đã lẹ khăn nè tại vendor ID ní smart năng vendor ID đại dương select nó không thể bỏ vendor nè hay nếu dương select cho những vị thể bỏ invoice đó này của dương sẽ đời sai dương tròn đôi relationship chứ pi thể bỏ vendor hay năng thể bỏ invoice chẳng dương select max invoice date trên vị thể bỏ invoice đôi do vendor ID smart vendor ID thì dương select trên vị nông query main nè chứ dương ai selectแบบđang bán hay dương trên là tập hóa là ngay lấy thay invoice xem nhập vendor này mùi chắc mà sao dương trong ta sẽ để pra choán cái dương ai pra choán đó là vendor left choán cho mỗi invoice như thế hay dương sẽ max invoice date đó này mấy dương pra subquery đó và dương phải subquery bây giờ trong ở trong pra subquery dương ai pra choán nó không tầm rộng này nè chẳng dương pra vendor choán cho mỗi invoice nó left choán mình thay dương do vendor thằng ó từ left choán cho mỗi năng invoice chẳng invoice nó vì do đặt trong cạnh này đã về mạch ID này thế tam rồi vendor ID nè hay dương group by tới để sao dương pra mặt nè chẳng dương group by hay dương order by latest invoice date ok chẳng dương chọc ấy toàn năng cả pra subquery nơi cái lại select lỡ dương vô subquery mà pra cái lại from nè cái lại from nè chẳng dương đặt cái lại from nó dương hay ta inline view chẳng cái lại nó cứ chia subquery lại nó subquery hay dương ban tan với đại tề cái hay ta inline view nè chẳng vậy thì dương anh mơ khơi cứ cả khăn nông đấy cứ chia query muối nè query muối đây dương select vendor state vendor name hay năng sum of invoice group đôi vendor state năng vendor name nè group tam nắng bây giờ pra sum á aggregate function hay tỏ máu dương do ảnh nắng thôi chỉ view nè view cho nên vậy nơi miền khỏi chết view với chỉ visual table nó bây giờ trong bạc cát query hay dân trong để xa tốc dân ai bạc cát chỉ view nè nó không khi đấy cứ dân do view nó mà thôi chỉ inline view tại mà đó nó không table nó không query bao giờ nè chẳng cứ anh nói cái hai inline view nè chẳng dân mà còn nạt sub query nó cứ về tranh chuyển ly mùi máu nè kẻ này sum of invoice group by state hay là vendor name nè hay mà tao nói dương select vendor state hay là maximum này invoice mà toàn tiết chẳng dương thờ group khăn khéo mà toàn tiết nè chẳng là nóng group mà tấn khăn khéo group mà toàn tiết cho nên chỉ là tập họ nè là tập họ nơi không sub query hay là tập họ nơi query main query complex queryដែលប្រើ3 sub query ណា using 3 sub query ចឹងនៅក្នុង query មួយនេះបើនិយាយពីគោលបំណងគឺយើងរកយើងចង់រកvendor តាម state ដែលមាន invoice ច្រើនជាងគេណាចឹងធម្មតា vendor ម្នាក់គាត់ចេញ invoice ច្រើនដងហើយយើងចង់ group យើងចង់ calculate total នៃ invoice សរុបតាម vendor នៅរដ្ឋនីមួយៗហើយយើងយកតែ vendor ណាដែលមាន invoice ច្រើនជាងគេទេណាអញ្ចឹងយើងមើល sub query មួយនេះគឺយើងបានinvoice total by vendor ណាមានន័យថាកន្លែងនេះយើងគេអាន invoice total group by vendor ហើយនិង vendor state ណាអញ្ចឹងមានន័យថា
ជា invoice total សម្រាប់ vendor នីមួយណាcòn là យើងថែមគ្រប់តាម state មួយទៀតណាអូខេអញ្ចឹងអ្វីដែលយើងចង់បានមិនមែនយើងចង់បានvendor ទាំងអស់ហើយណា query នេះគឺចេញមក vendor ទាំងអស់តាម state ហ្នឹងមាន vendor ទាំងអស់ដែលមាន invoice total តាម vendor នីមួយប៉ុន្តែយើងចង់បានតែ vendor ណាដែលមាន invoice ខ្ពស់ជាងគេនិង amount ដែលខ្ពស់ហ្នឹងណាអញ្ចឹងយើងមើល query មួយទៀតយើងមើល sub query នេះអញ្ចឹងយើងចង់បានតើ state នីមួយហ្នឹង total invoice តាម vendor ហ្នឹង amount ប្រមាណខ្ពស់ជាងគេណាយើងចង់រកហ្នឹងអញ្ចឹងនេះគឺជា query ដូចមិញដែរគឺជា vendor amount ណាមានន័យថា invoice total by vendor អញ្ចឹងដូចមិញដែរគឺយើងគណនា invoice total for each vendor group by state ឥឡូវយើងចង់រក amount សរុបណាតើនៅក្នុងចំណោម vendor ហ្នឹងតើ amount ណាធំជាងគេណាអញ្ចឹងយើងយកតែ vendor state ហើយនឹង maximum នៃ sum of invoice ទេណាអញ្ចឹងយើងនឹងបានតម្លៃតាមរដ្ឋហើយនឹង amount ដែលធំជាងគេថាតើ amount ដែលយើង calculate តាម vendor ហ្នឹង amount មួយណាធំជាងគេណាអញ្ចឹងសម្រាប់cone query នេះ sub query នេះគឺយើងតាំងដោយ T2 តទៅពេល sub query មួយនេះយើងតាំងដោយ T3 អញ្ចឹងនៅក្នុង T3 ជា sub query នេះគឺយើងមាន value 2ដែលយើងមាន column 2ដែលយើង select មកគឺ vendor state ហើយនឹង amount នៃ invoice របស់ vendor ដែលធំជាងគេណាអញ្ចឹងយើងបានពីនេះណាinvoice នៃ amount នៃ invoice តាម vendor ដែលខ្ពស់ជាងគេអញ្ចឹងយើងយកអាហ្នឹងទៅjoin ឬក៏ in ទៅ join ជាមួយនឹង vendor state ហើយនឹង sum of invoice ព្រោះអី sum of invoice នេះគឺយើងយក invoice ទាំងអស់sum of invoice នេះគឺយើងយកinvoice តាម vendor ទាំងអស់ទាំងតូចជាងគេទាំងធំជាងគេឬតម្លៃប្រមាណយើងយកមកទាំងអស់ for each vendor អញ្ចឹងយើងយកអាហ្នឹងមក join ជាមួយនឹងយើងយកអាហ្នឹងណាយើងយក vendor state ហើយនឹង sum of invoice join គ្នាជាមួយនឹងvendor state និង sum of invoice ណាអញ្ចឹងយើង join ពីរនឹងបញ្ចូលគ្នាមានន័យថាលទ្ធផលហ្នឹងគឺយើងបានតែ vendor state ហើយនឹង invoice ដែលធំជាងគេណាអញ្ចឹងធ្វើឲ្យលទ្ធផលកន្លែងនេះគឺកន្លែង T1 នេះគឺយើងយក invoice ដែលធំជាងគេមកណាព្រោះអីយើង join តាមជាមួយនឹង T3 នេះគឺ sum of invoice នេះគឺជា invoice ដែលធំជាងគេអញ្ចឹងលទ្ធផលចុងក្រោយគឺយើងបានតាម state vendor ណាដែលមាន total invoice ធំជាងគេនេះជាអ្វីដែលយើងចង់បានហើយយើងសម្រេចវាបានតាមរយៈការប្រើប្រាស់ sub query ដល់3ណាយើងមើល sub query នេះគឺវាដដែលទេប៉ុន្តែយើងអាចតាំងវាបានណាពេលដែលយើងតាំងអញ្ចឹងគឺជា sub query ផ្សេងគ្នាជាមួយនឹង T1 ណា T1 ហើយ T3 ហ្នឹងគឺ T2 គឺខុសគ្នាសរសេរដូចគ្នាប៉ុន្តែin term of view វាជា view ពីរផ្សេងគ្នាមួយ view T1 មួយជា view T2 ណាគាត់ថាលទ្ធផលវាដូចគ្នាប៉ុន្តែសម្រាប់ T2 គឺយើងយកវាទៅ calculate រក amount ដែលធំជាងគេនៃរដ្ឋនីមួយណាបន្តមកយើងយក amount ដែលធំជាងគេតាមរដ្ឋនីមួយទៅ join ជាមួយនឹង amount ទាំងអស់តាមរដ្ឋដល់ពេលអញ្ចឹងទៅយើងនឹងបាន amount ដែលធំជាងគេតាមរដ្ឋនីមួយហើយយើងបន្ថែមព័ត៌មាន vendor ចូលទៅអញ្ចឹងនាំឲ្យលទ្ធផលចុងក្រោយយើងបានរដ្ឋនីមួយមាន vendor ណាដែលចេញមកហ្នឹងគឺថាតើ vendor ដែលមាន total invoice ច្រើនជាងគេហើយសរុបនៃ invoice ដែលគាត់បានចេញសរុបប្រមាណណាអូខេ
អញ្ចឹងរបៀបហ្នឹងគេហៅcomplex query ណាអញ្ចឹង procedure ដើម្បីយើង build complex query ទី1យើងត្រូវ understand problem សិនថាតើយើងចង់ solve problem របស់យើងហ្នឹងរបៀបម៉េចយើងត្រូវ state problem ហ្នឹងជាភាសាអង់គ្លេសណាអញ្ចឹងcase របស់យើងមិញគឺយើងចង់ solve problem មួយដែលយើងចង់ select vendor ដែលបានចេញ invoice ច្រើនជាងគេតាមរដ្ឋណាអូខេអាហ្នឹងជាអ្វីដែលយើងចង់បានហើយយើងត្រូវប្រើ pseudocode to outline the query មានថាគឺយើងសរសេរជាលក្ខណៈ algorithm ដើម្បី outline ណាដើម្បីផ្ដល់ជាចំណុចថាយើងចង់បានអីចេញពី query ហ្នឹងណាបន្តមកទៀតយើងសរសេរ sub query តាម outline នីមួយៗហើយយើង test sub query នីមួយៗដើម្បីធានាថាវាចេញមកដូចអ្វីដែលយើងចង់បានណាហើយបន្តមកយើង combine ទៅយើងនឹងបាន final query យើង test final query យកតែម្ដងទៅណាពេលដែលចុងក្រោយអញ្ចឹងយើងមើល case របស់យើងត្រឡប់មកវិញគឺនេះជាអ្វីដែលយើងចង់បានគឺយើងចង់បានvendor state vendor name sum of invoice ណាចេញអំពី sub query នៃ invoice sub query នៃ vendor ជាមួយនឹង invoice សរុបតាម vendor នីមួយជាមួយនឹងsub query មួយទៀតដែលបង្ហាញអំពី invoice ច្រើនជាងគេតាម state ណាអូខេអញ្ចឹងយើងមាន sub query មួយដែល return អំពី state vendor name ហើយនឹងសរុបនៃ invoice តាម vendor នៅក្នុង state ហើយនឹង sub query មួយទៀតដែលមានតែ state ហើយនឹង amount ធំជាងគេនោះទេណាអញ្ចឹងពីរហ្នឹងយើងជាន់គ្នាទៅតាម state ហើយនឹងតាម sum of invoice យើងនឹងបានលទ្ធផលចុងក្រោយដូចដែលយើងចង់បានណាគឺ vendor state vendor name និង invoice ហើយយើងយកតែ condition vendor ណាដែលចេញ invoice ច្រើនជាងគេនៅក្នុង state អូខេអញ្ចឹងតាមរយៈ pseudocode for the whole query ហ្នឹងយើងគិតពី sub query ទី1សិនណាអញ្ចឹង sub query ទី1គឺយើង select ថា vendor state vendor name ហើយនឹង sum of invoice ទេដែល result របស់វាគឺចេញមកគឺមាន state vendor name ហើយនឹង sum of invoice for each vendor ទាំងអស់មាន34 vendor ចា៎ហ្នឹងយកមកទាំងអស់ណាយកមកទាំងអស់ដល់ពេល second query គឺ sub query គឺយើងយកមើលខាងក្នុងសិនណាអញ្ចឹងនេះគឺយើងយកមកតាម state តាម vendor name តាមហើយនឹង total invoice តាម vendor តមកយើងយកធំជាងគេណាយើងយកធំជាងគេអញ្ចឹងវាបានមកតែ10 row ឯងពួកអីយើងគ្រប់ by state អញ្ចឹងវាមានតែ10 state ណាអញ្ចឹងតាម state នីមួយៗគឺយកតែ amount នៃ sum of invoice ធំជាងគេណាតមកយើងយកអាហ្នឹងមកជន់ជាមួយនឹង query ដូចមុនហ្នឹងទៅគឺចាប់ហើយណាចឹងនេះគឺជារបៀបដែលយើងធ្វើ complex query ណាអញ្ចឹងយើងត្រូវធ្វើ step by step ណាទើបយើងអាចសរសេរ query ដែលមានលក្ខណៈ complex បានចំណុចទៅមុខទៀតគឺយើងចូលដល់ common table expression ណាគេហៅ CTE common table expression ហ្នឹងគឺគេប្រើតាងណាគេប្រើតាងនេះជា syntax នៃ CTE គឺយើងអាចប្រើ with ជាមួយនឹង recursive CTE name 1ហើយដាក់ sub query ណាមានន័យថាយើងតាំង sub query 1ហ្នឹងដោយ CTE name 1 sub query 2ដោយ CTE name 2ណាហើយយើងទៅសេ SQL statement ខាងក្រោមយើងអាចយកឈ្មោះហ្នឹងមកប្រើបាននិយាយរួមអាហ្នឹងដូចយើងបង្កើតឈ្មោះដើម្បីប្រើតាំងឲ្យ sub query នីមួយៗណាយើងមើលឧទាហរណ៍with summary as ណាអញ្ចឹងsub query ទាំងអស់នេះគឺតាំងដោយឈ្មោះ summary ហើយឈ្មោះ summary ហ្នឹងយើងអាចសរសេរនៅខាងក្រោមបាន
select from summary នឹងបានណាអញ្ចឹងយើងសរសេរ with ឈ្មោះមួយដែលយើងកំណត់ ask ទៅហើយយើងបើកវងកញ្ចក់ដាក់ sub query របស់យើងអញ្ចឹង sub query ទាំងអស់វា return អីគឺតាំងដោយឈ្មោះ summary ហើយអានេះគឺជា CTE មួយទៀតណា CTE មួយទៀតប៉ុន្តែយើងអាចយកអា CTE ខាងលើយកមកប្រើបានណាចឹងនេះយើងតាំង top in state មួយទៀតកណនី top in state ហ្នឹងជា sub query មួយទៀតហើយយើងអាចយក query ខាងលើមកទៅសេឡើងវិញហើយយកមកប្រើបានណាឈ្មោះ summary ហ្នឹងចឹងនេះយើងកណនីយក maximum យកតែម្ដងណាចឹងពីរហ្នឹងគឺនៅតម្រង CTE នៅឡើយទេលទ្ធផលរបស់វាគឺនៅខាងក្រោមនេះអញ្ចឹងយើងទៅសេតគ្នាមកណាពីរហ្នឹងណាទី1ទី2សេតគ្នាមកអញ្ចឹងកន្លែងនេះយើងអាចប្រើ summary.vendor state summary.vendor name ហើយ top in state.sum of invoice អញ្ចឹងពីរហ្នឹងផ្គុំចូលគ្នាណាអញ្ចឹងនឹងយើងប្រើ CTE ជំនួសឲ្យយើងទៅសេលើកមុននេះណាយើងទៅសេមុននេះដែលអត់ប្រើ CTE ណាពីរហ្នឹងអត្ថន័យ query ដូចគ្នាទេគឺរក vendor ដែលចេញ invoice ច្រើនជាងគេតាម state ចឹងលទ្ធផលគឺចេញមក10 row ដូចគ្នា